បាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីគោរពស្រឡាញ់រាប់អានវីដេអូនេះខ្ញុំសូមផ្ញើជូនទៅដល់ពុកម៉ែបងប្អូនដែលជាអាជីវករកបរបរលក់ជីកសិកម្មទូទាំងប្រជាណាចក្រកម្ពុជាជាពិសេសពុកម៉ែបងប្អូននៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺថ្ងៃនេះខ្ញុំបានណាវិឆ័យតំណាងឲ្យក្រុមហ៊ុនជីកសិកម្មរុនស៊ីនបានស្ថិតនៅលើទឹកដីនៃឃុំព្រៃក្មេងស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺដែលជាទីតាំងឃ្លាំងធំរបស់ក្រុមហ៊ុនជីកសិកម្មរុនស៊ីនបងប្អូនប្រហែលជាឆ្ងល់ហើយថាតើក្រុមហ៊ុនជីកសិកម្មរុនស៊ីននឹងគឺជាក្រុមហ៊ុនមកពីណាក្រុមហ៊ុនជីកសិកម្មរុនស៊ីននឹងគឺជាក្រុមហ៊ុនរបស់ប្រទេសសង្ហបុរីដែលយើងតែងតែហៅថាសិង្ហបុរីបាទដែលបច្ចុប្បន្ននេះក្រុមហ៊ុនមានរោងចក្រចំនួន3នៅប្រទេសចិន2នៅម៉ាឡេស៊ី1ហើយក្រុមហ៊ុនបានធ្វើការចែកចាយទៅលើវត្ថុធាតុដើមទូទាំងពិភពលោកតែថ្ងៃនេះក្រុមហ៊ុនធំរបស់ប្រទេសសង្ហបុរីបានបោះការវិនិយោគផ្គត់ផ្គង់ទៅលើជីកសិកម្មនៅលើទឹកដីនៃប្រទេសកម្ពុជារបស់យើងដែលមាននៅក្នុងខេត្តកំពង់ស្ពឺហើយបងប្អូននៅខេត្តកំពង់ស្ពឺអាចមកមើលទីតាំងផ្ទាល់បានដែរបាទខ្ញុំចង់ចែករំលែកជីកសិកម្មរុនស៊ីនគឺប្រើប្រាស់បានគ្រប់ដំណាំគ្រប់សន្តានដីប្រើហើយធ្វើឲ្យពុកម៉ែបងប្អូនចំណាយតិចទទួលបានផលច្រើនប្រើទៅធ្វើឲ្យស្រូវល្អបានយូរធ្វើឲ្យដំណាំពុកម៉ែបងប្អូនល្អបានយូរមានសុខភាពល្អបាទជីកសិកម្មរុនស៊ីននេះជាទីតាំងមួយធំបាទបងប្អូនមើលស្ថានភាពនៃជីខ្ញុំធ្វើការចែករំលែកជូនបាទជីរបស់ក្រុមហ៊ុនគឺជាជីដែលមានស្តង់ដារអញ្ចឹងពុកម៉ែបងប្អូននៅក្នុងប្រទេសជាពិសេសដេប៉ូចែកចាយទូទាំងប្រជាណាចក្រកម្ពុជាអស់នៅក្តីបារម្ភថាជីខ្លីបន្លំថាជីអត់មានគុណភាពបាទការបោះទីតាំងរបស់ក្រុមហ៊ុនជីកសិកម្មរុនស៊ីននេះគឺជាការបោះទុនដ៏រឹងមាំដើម្បីបង្ហាញអំពីគុណភាពនៃស្តង់ដារជីដោយឈរទៅលើសេចក្តីស្មោះត្រង់បាទហើយពុកម៉ែបងប្អូននៅក្នុងប្រជាណាចក្រកម្ពុជាជាឱកាសដែលចង់ធ្វើតំណែងចែកចាយរបស់ក្រុមហ៊ុនជីកសិកម្មរុនស៊ីនអាចតាក់ទងមកតាមរយៈ Facebook Page របស់ក្រុមហ៊ុនផ្ទាល់ឬក៏អាចតាក់ទងទៅតាមរយៈលេខទូរស័ព្ទដែលមាននៅលើអេក្រង់ទូរស័ព្ទនឹងតែម្ដងបាទហើយបងប្អូនចេះឆ្ងល់ហើយថាជីកសិកម្មរុនស៊ីននឹងស្ថិតនៅឯណាបាទទីតាំងរបស់ក្រុមហ៊ុនជីកសិកម្មរុនស៊ីននឹងគឺនៅក្នុងទឹកដីនៃខេត្តកំពង់ស្ពឺហើយអត់ឆ្ងាយពីផ្លូវលបឿនលឿនប្រហែលទេពុកម៉ែបងប្អូនត្រឹមតែ5គីឡូទេមកដល់ទីតាំងឃ្លាំងធំហើយបាទជាពិសេសពុកម៉ែបងប្អូនដែលនៅខេត្តកំពង់ស្ពឺនេះណាបាទចង់បានជីដែលមានគុណភាពចង់បានជីដែលស្តង់ដាររបស់ប្រទេសសង្ហបុរីយកទៅប្រើប្រាស់ដើម្បីឲ្យស្រូវរបស់ពុកម៉ែបងប្អូននឹងល្អបាទហុចផលបានច្រើនចំណាយតិចមិនសូវមានរោគមិនសូវមានជំងឺនេះជីកសិកម្មរុនស៊ីនគឺបានទីតាំងនៅក្នុងភូមិឋានរបស់ពុកម៉ែបងប្អូនហើយនៅក្បែរផ្ទះរបស់ពុកម៉ែបងប្អូនទៀតពុកម៉ែបងប្អូនអត់មានការបារម្ភទេបាទដូច្នេះជាចុងក្រោយនេះខ្ញុំបាទណាវិឆ័យសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការតាមដានហើយនឹងទស្សនាវីដេអូនេះបាទសូមគោរពលា